Việc xưa nhómสราวุธนงเอื้นเจ้าประธานคณะสาธารณรัฐกัมพูชีสมเด็จสู้บอกว่าเจ้าชนพิจิตรกัมพูชีทั้งออกแต่ក្នុងប្រទេសឬនៅក្រៅប្រទេសជាសួរពីចម្ងាយថ្ងៃនេះខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍មួយស្តីអំពីអ្នកដឹកនាំនយោបាយក្នុងចំនួនប៉ុលពតឆ្នាំ1975រហូតដល់79គឺវិលពិឃាននោះយើងហៅថាដែលវាសម្រាប់ប្រជាជនកម្ពុជាយើងជាង4លាននាក់ក្នុងចន្លោះពេលនោះខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍អំពីរឿងនេះពីនយោបាយរបស់ប៉ុលពតហើយនឹងគណៈបកទាំងប្រមាណដែលនៅក្នុងចំនួននោះដែលធ្វើការកាប់សម្លាប់រំគាលដល់ប្រជាជាតិកម្ពុជានិងទ័ពរបស់ខ្លួនវាដែលថាទ័ពរបស់ខ្មែរក្រហមដែលទ័ពខ្លាំងគឺវាសម្លាប់ក្នុងឆ្នាំ1978ដល់79នេះហើយសម្រាប់ប្រជាជាតិកម្ពុជាចំនួនដល់ពីឆ្នាំ1975ពេលវាកាន់អំណាចនិងរហូតដល់ឆ្នាំ1979បង្អត់បាយកាហាយទឹកហើយស្កាប់សម្លាប់បាញ់ចោលទាំងទ័ពទាំងអ្នកនយោបាយទាំងនិស្សិតអ្វីទាំងអស់ទាំងគ្រូបង្រៀនទាំងអីអស់គឺវាសម្លាប់ទៅពេលនោះអស់ជាង4លាននាក់ក្នុងចំនួននោះខ្ញុំសូមជម្រាបថាក្នុងចំនួនប៉ុលពតនេះឆ្នាំ1975ដល់79គឺមានគណៈបក2គឺ2មួយគឺគណៈបកប្រជាជនខាងយួនបង្កើតគឺសិទ្ធិទ័ពយួនគឺពួកហ៊ុនសែននេះឯងពួកចុយម្លៃក៏ដូចមកវាសិទ្ធិពួកគៀតកោហើយមកប៉ាទៀតគឺគណៈបកចិនគឺប៉ុលពតអ៊ីកសេរីគៀតបនេះគឺចិនបង្កើតគឺអាស៊ីនោះចុយម្លៃជាអ្នកបង្កើតគឺទ័ពរបស់ណាគណៈបកចិនតែក្នុងចំនួននោះគឺគណៈបកចិនកាន់អំណាចមិនមែនគណៈបកយួនទេតែគណៈបកយួនគឺថារៀបចំទាំងអស់ការកាប់សម្លាប់អ្វីទាំងអស់ពីខាងក្នុងរបស់គណៈបកចិនគណៈបកចិនតែគ្មានដឹងខ្យល់អីទេពួកប៉ុលពតទ័ពខ្មែរក្រហមទាំងមិនចំនួននោះតែជាទ័ពរបស់ប៉ុលពតខាងគណៈបកចិនគ្មានធ្វើអីកើតទេវាសម្កាត់សម្រាប់ប្រជាជនយ៉ាងណាក៏វាធ្វើអការដែរធ្វើអីអការដែរនេះខ្ញុំសូមជម្រាបវាគឺអង្គការក៏ដួយម៉ែវានោះគឺមកពីហាណូយគឺអង្គការនោះគឺអង្គការយួនដែលជាអ្នកបង្កើតគណៈបកយួនហ្នឹងគឺអង្គការក៏ដួយម៉ែវាគឺគណៈពីហាណូយដែលអ្នកបញ្ជាឲ្យសម្រាប់ប្រជាជនកម្ពុជាទាំងម៉ានហើយទោះប្រវត្តិវានឹងពេលវាបញ្ចូលក្នុងចំនួនសៀនោះឲ្យបែកទៅហ៊ានអាមេរិកនៅយួនត្បូងនោះគឺកម្ពុជាក្រោមគឺប្រទេសកម្ពុជាក្រោមមិនមែនយួនត្បូងទេវាមិនដែលមានយួនត្បូងតាំងពីដើមណាពីអង្គពីកាលណាមកហើយគឺមានតែយួនមានតែកម្ពុជាក្រោមប៉ុណ្ណោះគូសាក់ចិត្តនេះខ្ញុំសូមជម្រាបវាដើម្បីឲ្យអាមេរិកទទួលស្គាល់វាយកអាមេរិកឲ្យចូលយកយួនកាត់ត្បូងនោះយួនកាត់ត្បូងគឺកម្ពុជាក្រោមគឺកូសាក់ចិត្តដើម្បីឲ្យអាមេរិកទទួលស្គាល់នោះដូច្នេះអាមេរិកក៏មិនទាន់ដឹងដែរវាចាញ់បោកយួនទាំងនោះយួនវាធ្វើកលល្បិចនេះគឺធ្វើកលល្បិចដើម្បីយកយួនកាត់ត្បូងតែសៀនោះក៏ជួយដែរចុយម្ល៉េះនឹងក៏ជួយគ្នាវាឲ្យយួនខាងជើងនឹងយកយួនកាត់ត្បូងដើម្បីឲ្យបានសម្រេចដោយសតាពោគឺវាឲ្យអាស៊ីនោះវាឲ្យកម្ពុជាក្រោមនឹងទៅយួនតែម្ដងមិនមែនបារាំងគ្រាន់សញ្ញាឲ្យទេតែអាស៊ីនោះនេះក៏ដូចម៉ែវានេះចុយម្ល៉េះនេះគឺជាអ្នកបកគោលឲ្យទៅយួនខាងជើងឲ្យទៅយួននេះខ្ញុំសូមជម្រាបស្ដេចខ្សែរ៉ូដំក៏ដូចម៉ែវានេះក៏វាចោលក៏ដូចម៉ែចុយម្ល៉េះនេះហើយក្នុងឆ្នាំ1975នេះគឺមានគណៈបក2នេះគឺគណៈបកយួននិងគណៈបកចិនក៏ប្រកួតគ្នាតែគណៈបកចិនកាន់អំណាចគ្មានធ្វើឲ្យកើតក៏ដូចមកគឺសិតតែរដ្ឋាភិបាលទីងងចុយម៉ែទីងងក្នុងអស់ក៏ដូចម៉ែវានឹងគណៈបកយួននេះសម្រាប់ប្រជាជនកម្ពុជាទាំងបានគឺទាំងអស់គឺយួនទាំងអស់គឺសិតតែទ័ពយួនយួនមកវាយអាមេរិកវាចូលវាក្បែរចូលបីរនល់ទៅឲ្យបំបីយើងគឺសិតតែយួនទ័ពយួនទាំងអស់ទ័ពខ្មែរក្រហមគ្មានបានការទេគ្មានអំណាចគ្មានកម្លាំងអីទេនេះសំជុំជម្រាបឲ្យបានច្បាស់គឺទ័ពយួននេះដែលវាសម្រាប់យើងទាំងគ្នាគឺយួនរបស់ពួកហ៊ុនសែននេះពួកឲ្យសម្រឹងក៏ដូចម៉ែវាអីណាទៀបបាញ់ក៏ដូចម៉ែវាសិតតែពួកចុយម៉ែសម្រាប់កម្ពុជានេះទាំងអស់គ្នាសូមជៀប
នេះសំជម្រាបឲ្យច្បាស់តែឆ្នាំ1978វាចាប់ឡើងសម្រាប់គ្នាវាទ័ពពួកគណៈបច្ចិននេះគឺសម្រាប់ចោលរបស់យកមកសម្រាប់នៅកំពង់ឆ្នាំងកំពង់ចាមកំពង់ឆ្នាំងនិងពោធិ៍សាត់ទាំងបាត់ដំបងវាយកមកសម្រាប់បងមុននឹងឲ្យពួកអាយុនជើងមកនេះគ្រាមពៀនប្រទេសជាកម្ពុជាក្នុងចំណោមនោះរត់ដល់ឥឡូវនេះសំជម្រាបវាសម្រាប់ចោលឲ្យទ័ពខ្លាំងរបស់ខ្មែរក្រហមទាំងបានក្រុមជួយ78រត់ដល់79ហ្នឹងវាសម្រាប់ឲ្យអស់ទ័ពឲ្យយំដឹកទឹកសាតែភ្លឺមកសម្រាប់លោកខាងលិចទាំងអស់ទ័ពនោះមកងាប់នៅកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងគឺជាវាលពិឃាតរបស់ទ័ពខ្មែរក្រហមដែលខ្លាំងទាំងបានបោះគណៈបច្ចិនហ្នឹងទាំងអស់មុននឹងយួនឈានពេលឆ្នាំ1979ខ្ញុំសូមជម្រាបឲ្យច្បាស់នេះអ្វីដែលខ្ញុំឃើញអ្វីដែលខ្ញុំយល់ពេលចំនួននោះព្រោះខ្ញុំជាអ្នកបង្កើតរោងចក្រក្នុងចំនួនពលពតខ្ញុំក៏មានទ័ពដែរតែខ្ញុំក៏ទ័ពក៏សំណង់សង់រោងចក្របង្កើតរថយន្តបង្កើតតែម្ដងនេះសូមជម្រាបឲ្យច្បាស់ខ្ញុំមានទ័ពគ្រប់ទីកន្លែងគ្រប់ខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺនិងកំពង់សោមគឺខ្ញុំមានទ័ពមួយខេត្តគឺ500នាក់ខ្ញុំសូមជឿឲ្យច្បាស់ខ្ញុំមិនមែននិយាយលេងនេះខ្ញុំនៅក្រមវិជារបស់ខ្ញុំនៅការជំនួយការរបស់ខ្ញុំដូច្នេះខ្ញុំក៏បានសម្រេចធ្វើប្រមូលសិស្សឲ្យចូលរួមខេត្តឲ្យបានបាយស៊ីវិញក៏បានសម្រេចដែរនឹងសូមជម្រាបឲ្យច្បាស់ហើយនិស្សិតទាំងបានតែធ្វើបាតកម្មក្នុងចំណោមនោះវាមិនបាញ់ចោលផងខ្ញុំសូមជម្រាបឲ្យច្បាស់នៅខេត្តពោធិ៍សាត់និងពុកែតែភ្លើងគឺខ្ញុំអ្នកឈរអ្នកណាហ៊ានបាញ់ក៏និស្សិតព្រោះខ្ញុំក៏ដំ7និស្សិតក៏ដំ7ខាងចំណងលន់ទាំងអស់តែខ្ញុំមានអំណាចចម្រោះនោះគឺខ្ញុំមានអំណាចប្រមូលសិស្សប្រមូលទ័ពវាឲ្យមកជួយជំនួយការរបស់ខ្ញុំទាំងអស់គ្រប់ខេត្តនេះសូមជម្រាបឲ្យច្បាស់ខ្ញុំសារាពុទ្ធនេះធ្វើតែម្នាក់ឯងក្នុងចំណោះនោះនេះខ្ញុំមិនមែនអួតទេនេះខ្ញុំសូមជម្រាបឲ្យយល់ពីហេតុអ្វីបាននិស្សិតបានចូលរួមទីរួមការហើយបានបាយស៊ីខុសពីមកកំប៉ុង80នាក់70នាក់80នាក់ហើយបានបាយស៊ីដល់ងាប់ណាបានចូលទីក្រុងវិញបានរៀបការពុននេះខ្ញុំអ្នកចាប់ប្រាប់ទាំងអស់ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ខ្ញុំសារាពុទ្ធតែម្នាក់ឯងគត់នេះសារាពុទ្ធលោកអឿនជាប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជា